សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់ថ្ងៃនេះដែរខ្ញុំនឹងលើកយកទិវាសិទ្ធិនារីមកនិយាយថាតើអត្ថន័យពាក្យសិទ្ធិនារីអន្តរជាតិ8មិនិនាមានប្រវត្តិបែបណានោះយើងសូមដកស្រង់សង្ខេបនៃទិវានេះដែលបានស្រាវជ្រាវដោយក្រសួងកិច្ចការនារីដូចខាងក្រោមនៅអំឡុងសតវត្សទី19បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោកជាពិសេសសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើននារីនិងកុមារក្រីក្ររាប់លានអ្នកត្រូវបានទាក់ទាញឲ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយពួកគេជាម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារីនិងកុមារនិងកម្មការនេះផ្សេងទៀតដែលបានមកខំឲ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃចាប់ពី12ម៉ោងទៅ18ម៉ោងហើយបានផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុតដោយបានគិតតែពីផលប្រយោជន៍ខ្លួនឯងមិនបានគិតពីសុខភាពរបស់កម្មករឡើយជាហេតុធ្វើឲ្យនារីនិងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនាពួកអំពើគៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះនៅថ្ងៃទី8មិនិនាឆ្នាំ1899កម្មការនីផ្នែកតម្បាញនិងកាត់ដេរនៅក្រុងស៊ីកាហ្គោនិងញូវយ៉កសហរដ្ឋអាមេរិកបានសាមគ្គីជាឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងបដូរផ្ដាច់ទាមទារឲ្យមានការកាត់បន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្សប៉ុន្តែជាលទ្ធផលកម្មការនីទាំងនោះត្រូវបានទទួលការគៀបសង្កត់យ៉ាងពេញទំហឹងត្រូវបានគេចាប់ចងធ្វើទារុណកម្មនិងត្រូវបណ្តេញចេញពីរោងចក្រទោះបីជាត្រូវទទួលការជួយចាប់និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយកម្មការនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធតស៊ូនឹងភាពស្វិតស្វាញងើបឈរឡើងតវ៉ាប្រឆាំងនឹងអំពើដែលមិនគប្បីប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀតបង្ខំឲ្យពួកគេដើម្បីឲ្យម្ចាស់រោងចក្រនិងសហគ្រាសត្រូវតែទទួលយកនៃសំណើរបស់ពួកគេដំណើរការនៃការតស៊ូនៃកម្មការនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះចលនានារីពលករលើសកលលោកទាំងមូលចលនាដ៏ស្វិតស្វាញនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅឯប្រទេសអាល្លឺម៉ង់ដែលជាប្រទេសឧស្សាហកម្មធំមួយនាសម័យនោះនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងនោះបានលេចនៅយុវនារី3រូបដ៏ល្បីដែលមានជនជាតិអាល្លឺម៉ង់និងជនជាតិប៉ូឡូញដែលបានរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីបំផុសចលនាបង្កើតបានគណៈកម្មការលេខាធិការអន្តរជាតិដើម្បីដឹកនាំចលនានារីឆ្នាំ1910សន្និបាតអន្តរជាតិនារីដែលមានប្រទេស17ចូលរួមបានធ្វើឡើងនៅក្រុងកូបែនហរាជធានីនៃប្រទេសដាណឺម៉ាកបានសម្រេចយកថ្ងៃ8មិនិនាជាទិវាអន្តរជាតិថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីជាសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយជាប់ជាមួយទៅនឹងពាក្យស្លោកថាមួយថ្ងៃធ្វើការ8ម៉ោងធ្វើការស្មើគ្នាប្រាក់បៀវត្សស្មើគ្នាការពារសុខភាពមាតានិងទារកចាប់តាំងពីថ្ងៃនោះមកថ្ងៃ8មីនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារីដែលរំលឹកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដែលប្រឹងប្រែងដើម្បីរំដោះនារីដោយទាមទារឲ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងនារីគឺដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់និងពុះពៀនឹងការលំបាកគ្រប់បែបយ៉ាងហើយសម្រាប់លទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើននៅអំពើហិង្សានិងការរើសអើងចំពោះនារីភេទដែលគេតែងតែចាត់ទុកជាភេទទន់ខ្សោយនោះជាបន្ទាប់ចលនានារីអន្តរជាតិបានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាមការស្នើឡើងនៃអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើកច្រើនសារ
នៅអំឡុងឆ្នាំ1975សន្និសីទពិភពលោករបស់នារីលើកទី1បានធ្វើឡើងនៅទីក្រុងមិចស៊ីកូប្រទេសមិចស៊ិកក្រុមប្រធានបទសមភាពវឌ្ឍនភាពនិងសន្តិភាពផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះគេបានអំពាវនាវឲ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនិងរៀបចំទម្រង់ដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុសញ្ញានេះខែតុលាឆ្នាំ1975ដដែលអង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ1976ដល់ឆ្នាំ1975ជាសតវត្សសម្រាប់នារីសូមអរគុណសម្រាប់ការតាមដានស្ដាប់នៃវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនឲ្យមានសុខភាពល្អរាងកាយមាំមួននិងរកស៊ីទទួលទានមានបានគ្រប់ភារកិច្ច